ថ្ងៃនេះខ្ញុំបាទមានប្រធានបទមួយដែលមានចំណងជើងថាស្នេហាពិតមិនត្រូវការពាក្យស្រឡាញ់រៀងរាល់ថ្ងៃទេហេតុអីបានជាខ្ញុំចាំបាច់លើកយកនៅប្រធានបទនេះមកចែកជូនប្រិយមិត្តនៅក្នុងតាមរយៈវីដេអូនេះជាការពិតណាស់ហើយដោយខ្ញុំមើលឃើញថាគូសង្សារមិនថាប្តីប្រពន្ធតែងតែសួរគ្នាទៅវិញទៅមកថាស្រឡាញ់អូនឬអត់ស្រឡាញ់បងឬអត់ពាក្យទាំងអស់នេះសួរដដែលជារៀងរាល់ថ្ងៃឬក៏ជាញឹកញយនៅពេលដែលភាគីម្ខាងទៀតគាត់មិនឆ្លើយឬក៏គាត់ខ្ជិលឆ្លើយនិយាយខ្លីទៅមានធ្វើឲ្យភាគីម្ខាងទៀតគាត់របៀបអន់សពុនចិត្តខ្ញុំសូមបញ្ជាក់ថាពេលខ្លះសេចក្តីស្នេហាគេមិនចាំបាច់និយាយពាក្យស្រឡាញ់ហ្នឹងរហូតឬក៏មិនចាំបាច់សួរគ្នារហូតទេព្រោះមនុស្សខ្លះគេមិនដែលនិយាយពាក្យតែពាក្យស្រឡាញ់ទេក៏ប៉ុន្តែនៅពេលដែលយើងឈឺយើងគ្រុនគាត់តែងតែមកចិត្តយើងជួយមើលថែយើងបាទនៅពេលដែលយើងលំបាកគាត់តែងតែចាំជួយជ្រោមជ្រែងយើងចាំលើកទឹកចិត្តផ្ដល់កម្លាំងចិត្តឲ្យយើងនៅពេលដែលឃើញយើងនៅស្ងៀមមិនមាត់មិនកគាត់អត់ដែលទៅចោលយើងទេគាត់តែងតែមកក្បែរសួរនាំរកហេតុផលរកមធ្យោបាយជួយយើងនេះហើយគឺជាសកម្មភាពនៃសេចក្តីស្រឡាញ់យល់ទេបងប្អូនបាទមិនចាំបាច់តតែសួរថាបងស្រឡាញ់អូនទេអូខេបងស្រឡាញ់អូនមិនចាំបាច់ទៅសួរអញ្ចឹងទេសួរទៅអីព្រោះមុននឹងយើងស្រឡាញ់គ្នាហ្នឹងគឺយើងនិយាយគ្នាហើយអស់ហើយតាមែនទេយើងដឹងចិត្តគ្នាហើយតាបន្ទាប់ពីយើងដឹងចិត្តហើយទទួលពាក្យស្រឡាញ់ហ្នឹងហើយយើងមិនចាំបាច់ទៅសួរដដែលជារៀងរាល់ថ្ងៃទេខ្ញុំសូមបញ្ជាក់អញ្ចឹងគឺយើងមើលទៅលើអាកប្បកិរិយាក៏ដូចជាទង្វើរបស់ភាគីម្ខាងទៀតនៅពេលដែលយើងឈឺគាត់មកជួយយើងអត់ឬក៏ថាអូយើងឈឺបាក់ដៃដួលម៉ូតូទេទៅថាបងរវល់អត់បានមើលឯងទៅពេទ្យសិនទៅបើនិយាយអញ្ចឹងមនុស្សហ្នឹងវាយកជាការអត់បានទេមានន័យថាយើងពឹងជាគូអនាគតអត់កើតពឹងអាម៉េចកើតបើយើងបាក់ដៃទាំងមូលអត់មានមកមើលផងហ្នឹងហើយបើមនុស្សស្រឡាញ់គ្នាគេបារម្ភពីយើងគេមកហើយបាទមិនចាំបាច់តតែបាក់ដៃទេគ្រាន់តែយើងឈឺល្មមក៏គេមកយកចិត្តយកអាសាយើងដែរអាហ្នឹងគឺជាទង្វើកើតចេញពីសេចក្តីស្រឡាញ់ហើយក៏មិនចាំបាច់និយាយពាក្យថាស្រឡាញ់ដែរយើងមើលតែសកម្មភាពមើលតែអិរិយាបថយើងដឹងហើយពាក្យសម្ដីថាស្រឡាញ់នេះគេអាចខ្លាញ់បន្លំបានក៏ប៉ុន្តែអិរិយាបថនិងសកម្មភាពទាំងឡាយដែលគេធ្វើល្អមកលើយើងគឺมันអាចសម្ដែងបានយូរទេបងប្អូនខ្ញុំសូមជម្រាបអញ្ចឹងយើងមើលតាមកលៈទេសៈមើលអកប្បកិរិយាទៅលើដៃគូរបស់យើងហ្នឹងទៅបាទអរគុណច្រើន